នជាតិកេរីរ៉ុំដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺទាំងអស់គ្នាពួកយើងត្រូវធ្វើដំណើរចេញតាំងពីម៉ោង 8 ព្រឹកប៉ុន្តែដោយសារតែខាង bus គាត់មានបញ្ហាតិចតួចចឹងធ្វើឲ្យយើង late បន្ទាប់ពីយើងជិះបន្តិចមកក៏មកដល់កន្លែងត្រូវបង់លុយដើម្បីឡើងផ្លូវលបឿនលឿនសម្រាប់អាហារពេលផឹករបស់ពួកយើងមាន croissant ម្នាក់មួយ and coffee and that is enough for the breakfast ពីអ្នកខាងក្រោយញ៉ាំដល់ពេលពីអ្នកខាងក្រោយមានគេប៉ិនដាំបៃតងស្វាយក្រហមបងមកធ្វើមិនបានផ្សំទីលឿងណាលឿងទៀតសូមអារម្មណ៍តាមទឹកមុខពួកយើងបានមកដល់អូតែនៅម៉ោង 11:40 ប៉ុន្តែសំណាងល្អដែរដែលខាងអូតែគាត់ឲ្យពួកយើង check in ចូលមុនតែសភាពតាមផ្លូវស្មាននឹងខាង fresh ដោយសារតែអត់តវ៉ាន់មានមេឃភ្លៀងដោយសារតែពួកខ្ញុំនៅតិចទៀតទៅមានមេឃភ្លៀងហើយធ្លាក់អាប់ចុះមកស្អាតមែនតើfinally ពួកយើងមកដល់បន្ទប់របស់ពួកយើងហើយកន្លែងនេះបើសិនជាយប់ឡើងយើងអាចអាំងសាច់នៅនឹងបានវា so fresh មែនតើអញ្ចឹងឥឡូវនេះមករួមទូជាមួយនឹងខ្ញុំទាំងអស់គ្នាអញ្ចឹងបន្ទប់របស់ពួកយើងជាបន្ទប់ខែ3ដោយសារតែការពួកខ្ញុំកក់នឹងខាងតែគាត់ full ដែរ Wow.ពួកយើងត្រូវដើរទៅញ៉ាំនៅខាងលើដោយសារតែភោជនីយដ្ឋានគេអត់ទាន់បើកឲ្យយើងមកញ៉ាំនៅមុខបន្ទប់បានសម្រាប់អាហារថ្ងៃត្រង់របស់ពួកយើងបាន order ម្ហូប 3 មុខដោយសារតែមានសត្វហុយច្រើនអញ្ចឹងទៅពួកយើងពិបាកញ៉ាំតិច
ដែលពួកខ្ញុំឈរថតរូបជុំគ្នាខ្យល់ខ្លាំងឡើងចង់ប៉ើងពួកខ្ញុំហ្មងអ្នកទាំងអស់គ្នាថ្ងៃដែលពួកខ្ញុំទៅនឹងមានបងខាងក្រុមហ៊ុនមួយគាត់ទៅធ្វើ annual party នៅនឹងអញ្ចឹងទៅបរិយាកាសវាកាន់តែអ៊ូអរថែមទៀតសម្រាប់អាហារពេលល្ងាចរបស់ពួកយើងញ៉ាំជាឈុតបែបសាច់អាំងអ្នកទាំងអស់គ្នានៅពេលដែលមេតិចហើយញ៉ាំសាច់អាំងអញ្ចឹងពិតជា vibe មែនតើបន្ទាប់ពីញ៉ាំអីហើយក៏ពួកយើងដើរទៅអូតែរបស់ពួកយើងវិញអ្នកទាំងអស់គ្នានៅក្នុងយប់ឡើងពិតជាត្រជាក់មែនតើដោយសារតែពីពេលថ្ងៃមកមានមេឃភ្លៀងអញ្ចឹងទៅធ្វើឲ្យខ្យល់មកគឺត្រជាក់ប៉ុន្តែបងស្រីខ្ញុំពីរនាក់នេះគឺស្ទៀវខ្លាំងមែនតើគាត់អត់ expect ថានឹងមេឃត្រជាក់អញ្ចឹងឯងចឹងហើយគាត់ពីរនាក់លេងវាយខោខ្លីបដ ாய் ប៉ុន្តែកុំសួរកំពុងតែល្ងាញ័រហើយដើរធឺៗហ្នឹងល្ងាមែនប៉ុន្តែនៅថតរូបបានធម្មតាក្រហមឲ្យមានកម្ដៅក្នុងខ្លួនប៉ុន្តែ sadly ពួកខ្ញុំមិនជាអ្នកផឹកស្រាអញ្ចឹងទៅគោះស្រានាំចេញយូរខ្លាំងមែនតើពួកខ្ញុំបានទិញ hot pot ហើយនឹងសាច់គោងៀតអីមួយចំនួនទុកញ៉ាំពេលយប់ឡើងដោយសារតែពួកយើងភ្ញាក់រៀងឡែតដែរអញ្ចឹងទៅអាហារនៅអូតែសល់តែប៉ុណ្្នឹងហើយខាងអូតាក៏គេរៀបចំម្ហូបទាំងអស់នឹងចូលទៅវិញដែរដោយសារតែពួកគាត់ចិត្តដល់ពេលបើកអាហារថ្ងៃត្រង់ដែរអញ្ចឹងពួកខ្ញុំមានប៉ុណ្ណាញ៉ាំប៉ុណ្ណឹងលឿនបន្ទាប់ពីញ៉ាំអីហើយពួកយើងមកបន្ទប់វិញរៀបចំខ្លួនអីថែមបន្តិចបន្ទាប់មកពួកយើង check out យានជំនិះពេលទៅវិញអត់ដូចពេលមកវិញអ្នកទាំងអស់គ្នាពេលទៅវិញ it's kind of like local vibe ហ្មងកាហ្វេនៅពេញផឹកអត់សូវឆ្ងាញ់ទេដល់តែបានមកផឹកនៅការីរុំអីមិនឆ្ងាញ់ថៃមកកម្រិតទៀតចឹងណាអញ្ចឹងថ្ងៃទី2អាហារពេលថ្ងៃរបស់ពួកយើងស្រួលៗពួកយើងញ៉ាំមីដោយសារតែពួកយើងទៅតែញ៉ាំអាហារពេលផឹកដែរចឹងទៅអត់សូវឃ្លានហ្មងក៏ពួកយើងញ៉ាំមីហើយអង្គុយនៅហាងកាហ្វេគេមើលទេសភាពបែប chill ចឹងទៅចឹងនេះពួកយើងបានមកដល់ភ្នំពេញវិញហើយពួកយើងមកដល់ភ្នំពេញប្រហែលជាម៉ោង7យប់ហើយបន្ទាប់មកក៏ពួកយើងចូលញ៉ាំស៊ុបនៅម្ដុំផ្សារថ្មីសិននៅម្ដុំកន្លែងញ៉ាំស៊ុបនោះមានកន្លែងបុកល្ហុងល្បីអញ្ចឹងទៅក៏ចង់ទៅសាកថារសជាតិវាមិនដែរប្លុកខ្ញុំអស់ត្រឹមប៉ុណ្្នឹងហើយ see you next vlog